កាលពីព្រៃនាយជាយូរលង់ណាស់មកហើយមានក្មេងស្រីម្នាក់នាងមានឈ្មោះថាបដាចារ្យដែលត្រូវជាកូនលោកសេដ្ឋីអ្នកមានម្នាក់នៅក្នុងភូមិឪពុករបស់នាងបានបង្ខិតបង្ខំឲ្យនាងរៀបការជាមួយនឹងបុរសអ្នកមានម្នាក់ដែលមានមុខដ៏សែនកញ្ចាស់ប៉ុន្តែនាងបានចូលជ្រោះជាមួយនឹងកញ្ចាស់ដាច់ថ្លៃរបស់នាងហើយក៏បានស្រឡាញ់គ្នាហើយក៏នាំគ្នារត់ទៅនៅក្នុងព្រៃមួយរយៈពេលក្រោយមកនាងបដាចារ្យក៏បានសម្រាលបានកូនប្រុសមួយបន្ទាប់ពីកូននឹងបានសម្រាលបានប្រហែលឆ្នាំហើយយើងឃើញថាកូននឹងគឺថាមុខឡងវាចតែម្ដងនិយាយរួមទៅគឺថាមុខដូច Justin Bieber អញ្ចឹងទោះបីជាពួកគេមានគ្រួសារតូចនិងកូនប្រុសដ៏សែនខ្ជូតមួយក៏ដោយប៉ុន្តែយើងមើលទៅពួកគេដូចជាគ្មានក្តីសុខឡើយក៏ព្រោះតែពួកគេអត់លុយចាយអើហើយវាthấy àអូនហើយឯងកំពុងធ្វើអីហ្នឹងអូកំពុងតែញ៉ាំបាយហ្នឹងណាកូនញ៉ាំបាយណាទេខ្ញុំឃើញកំពុងច្រូតស្មៅតកូនសោះហ្នឹងហើយបើគាត់អាចដឹងឲ្យសួរទៅអីទៀតគាត់ទៅសួរយកគោក៏មិនបានដែរហើយthành đó vậy pineapple ហើយមិនដឹងជាជីវិតក៏ដូចយ៉ាស្អីទេអ្នកគ្មានលុយចាយសោះបងនិយាយថាប្រហុកយើងខំជុះដាក់រងថ្ងៃហ្នឹងមិនចេះយកទៅលក់បានហើយហ្នឹងឥឡូវកំពុងតែគ្មានលុយចាយផងបែរយកប្រហុកហ្នឹងទៅលក់ហ្មងទៅនេះម៉ែហើយស្មានលើគេឈប់ស៊ីបាយហើយគេស៊ីអាចវិញអូយអាចក់ហែងក្មេងកុំចេះដឹងរឿងចាស់បងហើយយើងលក់អាចចឹងគេទិញដែរនេះមិនប្រហុកខាងនឹងអាចហ្នឹងអូនឯងភ្លើមែនហើយអាណាទៅប្រាប់គេថាយើងលក់អាចគេសុំបើកមើលយើងកុំឲ្យបើកទៅយើងប្រាប់ថាពេលបើកទៅដឹងតែប្រហុកនឹងវាជះក្លិនឈ្ងុយឈ្ងប់មកពេលគេចង់ទិញយើងប្រាប់គេត្រូវថាប្រហុកនឹងទៅដល់ផ្ទះបានបើកបានមែនតាបាយឆ្លាតនេះអត់ភ្លើដែរអូនសោះចឹងបាយទៅលក់ប្រហុកណាបាយមកវិញក៏បានដែរអូយប្តីអញទៅឯតតែហៅប្រុសមកសិន Hello បងប្តីអូនទៅលក់ប្រហុកហើយបាយមកតែអូនតិចមកហ្នឹងហើយមកលឿនតិចមកប្តីអូនទៅតែស្អែកបានវាមកវិញអញ្ចឹងអូនទៅដេកចាំនៅលើផ្ទះមកនេះណាបាយមួយអាទិត្យក្រោយមកបន្ទាប់ពីបាត់ប្តីយូរនាងបដាចារ្យនាងក៏បានបបួលកូនដើម្បីទៅរកប្តីអត្តបៈចាស់ហ្នឹងទៅលក់ប្រហុកស្អីក៏យូរម៉េះមួយអាទិត្យអីនេះអត្តបៈហ្នឹងសង្ស័យតែមានរឿងអីតែដឹងមិនកើតទេរកប្រវត្តិចោលទៅមើលឲ្យវាសិននេះអាចោតោះទៅរកឪពីអ្នកម៉ែកូនឲ្យហែងឆ្លាមស៊ីបាត់ឲ្យដឹងនេះចាំម៉ែនៅហ្នឹងណាកូនកុំឆ្លងទៅប្រយ័ត្នខ្យងស៊ីបាត់ម៉ែគាត់ដឹងឯតើម៉ែឯងនិយាយច្រើនម៉េចយីអានេះគ្រាន់ប្រាប់វាក៏មិនបានOh my god ប្តីខ្ញុំខ្លាចជាអវតារមិនពិតទេបងសម្លាញ់ហើយបងងាប់តែហើយតែបានសុខចេះណាលុយឡានច្រឡំអត់មានឡានផងលុយទេហើយនឹងដីទៅឲ្យអូនមកណាអូនយកចិញ្ចឹមប្រុសថ្មីរបស់អូនមហេស្អីងាប់មិនប្រកាសឲ្យងាប់ទេមើលមុខស្អីទៀតផ្ទះម្ដាយបាក់កងាប់ឡើយអញ្ចឹងបងទៅឲ្យបានសុខចេះណាអើយម៉ែអញទៅណាយូរហ៎ដោយសារតែបាត់ម្ដាយយូរពេកអាចកក៏បានដើរចូលទៅក្នុងទឹកដើម្បីរកម្ដាយស្របពេលនោះផងដែរនាងបដាចារ្យក៏បានមកល្មមពេលនោះនាងបានស្រែកខ្លាំងប្រាប់កូននាងថាកុំឲ្យឆ្លងមកប៉ុន្តែអានោះវាមានតែស្ដាប់ឮអញ្ចឹងអីអាចវាស្មានតែម៉ែវាហៅវាខំរត់ទៅយ៉ាងលឿនបន្ទាប់ហើយអាចក៏បានងាប់ម្នាក់ទៀតទៅដោយសារតែខ្យងស៊ី
ពេលនោះនាងបដាចារបានស្រែកយំយ៉ាងខ្លាំងព្រោះតែខ្លួនទើបតែបាត់បង់ប្តីហើយឥឡូវត្រូវបាត់បង់កូនម្នាក់ទៀតចាប់ពីថ្ងៃហ្នឹងមកនាងបដាចារបានក្លាយជាមនុស្សលាប់សតិដែលច្អល់មុខច្អល់មាត់គេគ្រប់គ្នាហើយសាច់រឿងដ៏បែកធ្នឹមរបស់យើងក៏បានចប់តែត្រឹមនេះឯងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាពីដើមរហូតដល់ចប់